ហើយឥឡូវនេះគឺនៅក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលីឥឡូវគឺកំពុងតែក្តៅខ្លាំងមែនទែនកម្ដៅឡើងរហូតដល់43អង្សានៅថ្ងៃទី9ខែមករាឆ្នាំ2026ហើយស្របពេលនៅខ្មែររបស់យើងនឹងគឺកំពុងតែចុះត្រជាក់ផ្ទុយពីអាកាសធាតុនៅក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលីដែលមានការកើនឡើងកម្ដៅនឹងខ្លាំងមែនទែនសម្រាប់ថ្ងៃនេះនៅក្នុងប្រទេសអូស្ត្រាលីបច្ចុប្បន្ននេះគឺស្ថិតនៅក្នុងរដូវក្តៅបាទប៉ុន្តែរដូវក្តៅឆ្នាំមុនដែលខ្ញុំធ្លាប់នៅក្នុងទីក្រុង Melbourne ផ្ទាល់តែម្ដងហ្នឹងគឺខ្ទង់39 40អីទេប៉ុន្តែឆ្នាំនេះគឺថ្ងៃនេះផ្ទាល់តែម្ដងគឺកម្ដៅឡើងរហូតដល់43អង្សាហើយជាទូទៅរដូវក្តៅដែលយើងហៅថា summer នៅក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលីនេះគឺមានអាកាសធាតុក្តៅដែរប៉ុន្តែប្រហែលថ្ងៃចុងក្រោយនេះគឺមួយថ្ងៃពីរថ្ងៃមុនហ្នឹងគឺមានអាកាសធាតុក្តៅខ្លាំងមែនទែនកាលពី2ថ្ងៃមុនហ្នឹងគឺកម្ដៅឡើងរហូតដល់42អង្សាប៉ុន្តែដោយឡែកសម្រាប់ថ្ងៃនេះផ្ទាល់គឺឡើងរហូតដល់43អង្សាដែលខុសពីរាល់ដងហើយយើងអត់ដឹងថាទៅសប្តាហ៍ទៅមុខទៀតឬមួយក៏ខែទៅមុខទៀតហ្នឹងគឺអាកាសធាតុបែបណាទេហើយអាកាសធាតុរដូវក្តៅនៅស្រុកនេះផ្ទាល់តែម្ដងគឺមានការប្រែប្រួលបាទពេលខ្លះក៏ឡើងខ្លាំងទៅពេលខ្លះក៏ចុះទាបអញ្ចឹងទៅក៏ដូចជាថ្ងៃនេះផ្ទាល់គឺអាកាសធាតុក្តៅខ្លាំងមែនទែនសូម្បីតែអូតូនិយមនៅក្នុងស្រុកគេក៏គេ alert ប្រាប់ប្រជាជនរបស់គេអំពីរលកកម្ដៅនៅក្នុងថ្ងៃនេះហ្នឹងគឺក្តៅខ្លាំងដែរហើយដល់ពេលអាកាសធាតុក្តៅអញ្ចឹងទៅក៏មិនដឹងទៅណាដើម្បីបានកន្លែងត្រជាក់ក៏ទៅបណ្ណាល័យសហគមន៍របស់គេដែលនៅជិតផ្ទះហ្នឹងដែរអញ្ចឹងទៅនៅម៉ោង12ហើយគម្រោងហ្នឹងគឺគិតថាអង្គុយនៅក្នុងបណ្ណាល័យហ្នឹងរហូតដល់ម៉ោង7ចាំចេញទៅផ្ទះដោយសារគិតថាអាកាសធាតុវានឹងចុះត្រជាក់បន្តិចប៉ុន្តែមានណាភ្លេចគិតថានៅថ្ងៃសុក្របណ្ណាល័យរបស់គេគឺបិទនៅម៉ោង5អញ្ចឹងមានតែចេញដើរទៅផ្ទះហើយទៅពេលចេញមកដល់ហ្នឹងក៏ស្របពេលជាមួយនឹងមានខ្យល់ទៀតខ្យល់ហ្នឹងគឺមិនមែនជាខ្យល់ដែលនាំឲ្យត្រជាក់ទេគឺខ្យល់នាំកម្ដៅភាយមកតែម្ដងបាទហើយគិតថាម៉ោង5ហើយកម្ដៅនឹងវាអាចចុះមកទាបខ្លះប៉ុន្តែមានណាកម្ដៅនៅតែ41អង្សានៅឡើយទេបាទហើយស្របពេលជាមួយនឹងខ្យល់បក់ផាត់យកកម្ដៅនឹងចឹងទៀតមកគឺកាន់តែស្ងួតមែនទែនក្ដៅហើយស្ងួតខ្លាំងយើងមើលទៅលើមេឃវិញហ្នឹងគឺមេឃហ្នឹងគឺអត់មានបើកពន្លឺថ្ងៃទេដូចថ្ងៃមុនទេកាលពី2ថ្ងៃមុនហ្នឹងក្តៅហើយបើកពន្លឺថ្ងៃទៀតប៉ុន្តែថ្ងៃនេះឡើងរហូតដល់43អង្សាមេឃស្អាតមានពពកខ្លះប៉ុន្តែនៅតែក្តៅខ្លាំងដល់ពេលអាកាសធាតុក្តៅខ្លាំងអញ្ចឹងទៅអត់សូវមានមនុស្សដើរនៅតាមផ្លូវទេបាទអញ្ចឹងក្តៅខ្លាំងអាចធ្វើឲ្យមាន heat stroke កើតឡើងជាដើម